បាទសម្រាប់បងបង make money online ដែលចង់បាន Mastercard ណាដើម្បីដកលុយចេញពី PayPal បានអញ្ចឹងជាដំបូងនេះលោកអ្នកគ្រាន់តែចុះឈ្មោះនៅ website មួយនេះដែលមានឈ្មោះថា Payoneer បាទ Payoneer នេះគឺជា Mastercard របស់សហរដ្ឋអាមេរិកបាទអញ្ចឹងយើងអាចចុះឈ្មោះដើម្បីយក Mastercard ហ្នឹងមកប្រើ free បាទអស់លោកអ្នកអាចចុះឈ្មោះបានតាមរយៈ link ខ្ញុំក៏បានឬក៏តាមរយៈ website ផ្ទាល់ក៏បានបាទមាន www.payoneer.com បាទអញ្ចឹងដើម្បីកុំឲ្យខាតពេលគឺខ្ញុំសូមបង្ហាញអំពីរបៀបចុះឈ្មោះតែម្ដងបាទថ្ងៃនេះគឺខ្ញុំសូមបង្ហាញអំពីរបៀបនៃការចុះឈ្មោះដើម្បីយក Mastercard ឬក៏ Payoneer Card របស់សហរដ្ឋអាមេរិកណាដើម្បីទទួលលុយឬក៏ការដកលុយពីតាមបណ្ដាnetwork ផ្សេងណាយើងអាចដូចជា PayPal ណាយើងអាចភ្ជាប់ឬក៏ connect មកកាន់ Payoneer ឬក៏យើងអាចវាយពី Payoneer ទៅកាន់អីផ្សេងទៀតបានណាឬក៏យើងយកមកទុកប្រើប្រាស់ជាលក្ខណៈធម្មតាក៏បានបាទអញ្ចឹងដើម្បីកុំឲ្យខាតពេលសូមបន្តចំណុចនេះម្ដងទៀតបាទអញ្ចឹងអត់មានអីទេយើងគ្រាន់តែចុចលើពាក្យថា sign up ណាប្រសិនបើយើងបានវាយអាសយដ្ឋាននៅខាងលើឬក៏យើងចុច link ខាងក្រោមរួចហើយគឺយើង sign up យកតែម្ដងបាទអញ្ចឹងចុចលើពាក្យថា sign up បាទចំពោះការ sign up នេះគឺយើងអាចបំពេញនៅព័ត៌មានមួយចំនួនបាទអូខេបាទអញ្ចឹងកន្លែងនេះគឺ first name ណាគឺយើងដាក់ឈ្មោះរបស់យើងឧទាហរណ៍ថាយើងឈ្មោះអីគឺយើងដាក់ឈ្មោះរបស់យើងមកបាទស្គាល់ឈ្មោះខ្លួនយើងអត់អូខេអញ្ចឹងសូមរងចាំបន្តិចខ្ញុំអត់ស្គាល់ឈ្មោះខ្លួនឯងផងបាទអញ្ចឹងគឺនេះគឺជា Payoneer Card របស់មិត្តភ័ក្តិខ្ញុំណាខ្ញុំបង្កើតឲ្យគាត់បាទសូមចាំបន្តិចបាទមិញដោយសារទៅណាទៅមុខមានទៅក្រោយបាទខ្ញុំសូមព្រិចឲ្យធំបន្តិចសិនដើម្បីមើលអាសយដ្ឋានរបស់គាត់ឲ្យបានត្រឹមត្រូវបាទអញ្ចឹងចំពោះ first name នេះគឺយើងដាក់ឈ្មោះនាមខ្លួនរបស់យើងបាទឧទាហរណ៍ថាឈ្មោះអីឈ្មោះរដ្ឋាបាទអញ្ចឹងយើងដាក់មកខាងក្រោមនេះគឺ last name ណា last name គឺយើងដាក់ត្រកូលបាទត្រកូលរបស់គាត់ឈ្មោះឈុនរដ្ឋាបាទឈុនបាទអញ្ចឹងយើងដាក់ត្រកូលមកបន្តមកទៀតគឺត្រង់ចំណុចនេះគឺយើងដាក់ email របស់យើងណាបាទអញ្ចឹង email របស់យើងគឺយើងអាចដាក់បានណាដាក់ឈ្មោះ email របស់យើងមកបន្តមកទៀតបំពេញ email បាទខ្ញុំ copy paste តែម្ដងមកបាទអញ្ចឹងខាងក្រោមនេះគឺវាឲ្យ re email ម្ដងទៀតណាបានន័យថាវាឲ្យយើងដាក់ email ម្ដងទៀតបាទអញ្ចឹងបន្តមកទៀតគឺវាឲ្យយើងជ្រើសរើសថ្ងៃខែឆ្នាំកំណើតបាទថ្ងៃឧទាហរណ៍ថាគាត់កើតថ្ងៃទី1ខែ3បាទ January ណានៃខែ3អានេះខែ1អញ្ចឹង1 2 3អញ្ចឹងថ្ងៃទី1ខែ3 1985 បាទយើងបំពេញមក1985នៅដល់ណាទៅ98ប្រកាសជានៅលើបាទ1985ខែ3ទី1 1985ភេទប្រុសបាទខែ3ថ្ងៃទី1មិនវាដាក់បច្ច្រាស់មកវិញអញ្ចឹងខែ3ថ្ងៃទី1ថ្ងៃខែឆ្នាំកំណើតនេះថ្ងៃទី3ខែ1វិញអូខេយើងដាក់តាមនឹងមកក៏បានដែរចាំយើងដូរថ្ងៃក្រោយណា
បន្តមកទៀតគឺយើងយកពាក្យថា next បាទអញ្ចឹងនៅត្រង់ចំណុចនេះគឺវាឲ្យយើងជ្រើសរើសប្រទេសណាតែយើងនៅប្រទេសអីកម្ពុជាយើងដាក់ខ្មែរទៅបាទយើងនៅកម្ពុជាយើងយកកម្ពុជាមកបន្តមកទៀតអាស័យដ្ឋានយើងដាក់ឧទាហរណ៍ថាប្រសិនបើយើងសប្តាហ៍ថ្ងៃនេះយើងនៅណាយើងនៅប៉ោយប៉ែតឬក៏យើងនៅណាដាក់អាស័យដ្ឋានបច្ចុប្បន្នរបស់យើងមកឧទាហរណ៍ថាខ្ញុំដាក់ថាប៉ោយប៉ែតបាទបន្តទៀតខ្ញុំដាក់ថាក្បាលស្ពានបាទ postal code បាទ postal code អញ្ចឹងក្រុងអីគេក្រុងប៉ោយប៉ែតដែរទៅបាទអញ្ចឹង postal code នេះគឺយើងដាក់កូដដែលជាលេខកូដតំបន់ណាជាលេខកូដតំបន់មកលេខកូដតំបន់របស់យើងលេខអីគេឧទាហរណ៍ថានៅក្រុងប៉ោយប៉ែតគឺខ្ញុំប្រើកូដតំបន់មួយដែលមានឈ្មោះថាអូខេសូមរងចាំបន្តិចខ្ញុំធ្វើការ log in ដើម្បីយកកូដមកតែម្ដងបាទអញ្ចឹងចំពោះកូដតំបន់នៅខាងខ្ញុំគឺសូមរងចាំបន្តិចបាទបាទចំពោះកូដតំបន់នេះយើងអាចមើលនៅ website មួយចាំខ្ញុំនឹងបង្ហាញនៅខាងចុងណាទីនេះខ្ញុំតម្រូវការឲ្យខ្ញុំយកអ្វីដែលជាលក្ខណៈងាយស្រាប់មកដើម្បីយកមកប្រើការសិនណាបាទចាំបន្តិចខ្ញុំនឹងបង្ហាញអំពីកូដនៅទីក្រុងប៉ោយប៉ែតបាទគឺងាយស្រួលដើម្បីយកកាតតែម្ដងបាទអញ្ចឹង postal code និង zip code នេះគឺខ្ញុំនៅក្នុងក្រុងប៉ោយប៉ែតគឺខ្ញុំប្រើ014 07បាទបន្តមកទៀតខាងលើខ្ញុំសុំកែ address Cambodia ប៉ោយប៉ែត address street address ខ្ញុំដាក់ថាក្បាលស្ពានប៉ោយប៉ែតបាទក្បាលស្ពានសុំកែ address តិចបាទស្ពានហើយបន្តមកទៀតខ្ញុំដាក់ថាប៉ោយប៉ែតបាទស្ពានប៉ោយប៉ែតស្រុកអូជ្រៅបាទអូជ្រៅ OU ជ្រៅបាទបន្តមកទៀតបន្ទាយមានជ័យបាទ City ក្រុងប៉ោយប៉ែតបន្ទាយមានជ័យទាំងនេះខ្ញុំដាក់ថាបន្ទាយមានជ័យបាទCity ឥឡូវខ្ញុំដាក់ត្រង់នេះក៏បានដែរបន្ទាយមានជ័យបន្ទាយមានជ័យបាទបន្ទាយមានជ័យមានជ័យបាទអញ្ចឹងខាង City នេះខ្ញុំដាក់ថាក្រុងប៉ោយប៉ែតបាទអានេះមិនត្រឹមត្រូវបាទបន្តមកទៀត postal code គឺខ្ញុំប្រើ014 07ណាដើម្បីងាយស្រួលទៅកាន់ប្រេសនីដើម្បីយកប្រអប់សម្បត្តិដើម្បីយកសម្បត្តិឬក៏ទទួលកាតភេទនាបាទអញ្ចឹងខាងក្រោមនេះគឺវាឲ្យយើងដាក់លេខទូរស័ព្ទណាអញ្ចឹងយើងដាក់លេខទូរស័ព្ទរបស់យើងមួយខ្សែមកបាទលេខទូរស័ព្ទរបស់គាត់នឹងនៅត្រង់ណាទេចាំបន្តិចស្ថិតនៅក្នុងការរងចាំបាទលេខទូរស័ព្ទ
គាត់ចុះប្រូយនឹងលេខបងធំមួយណាបាទសូមធ្វើការរងចាំបន្តិចលេខទូរស័ព្ទរបស់គាត់ភ្លេចបាត់ហើយឆែកក្នុងទូរស័ព្ទមួយផ្លែសិនបាទ010កូដ010កូដ10កូដ82 9 3ដងលេខ4ជាង010កូដ82 010កូដ82 9 3ដងលេខ4បាទបន្តមកទៀតយើងធ្វើការនិចតែម្ដងបាទអញ្ចឹងត្រង់ចំណុចនេះគឺវាឲ្យយើងដាក់ password ចូលបាទ password យើងដាក់ខ្លួនឯងមកចំណាំខ្លួនឯងបាទអញ្ចឹងយើងដាក់ password ចូលត្រង់ចំណុចនេះគឺ security question ណាសូមចាំបន្តិចpassword ត្រង់ចំណុចនេះគឺsibling ឬក៏ school merit ឆ្លើយនឹងសំណួរមួយมั้យសំណួរមួយណាដែលយើងគិតថាងាយស្រួលក្នុងការឆ្លើយបាទ in which city what is your oldest sibling name ចឹងយើងដាក់មកឈ្មោះអីក៏បានដែរដារ៉ូយើងទៅបាទជាងមើលខាងលើ password គឺវាអត់ភ្ជាប់ឲ្យទេបាទនេះធ្វើការវាយម្ដងទៀតបាទដូរ password ខាងលើចេញបាទនេះទៅហើយបាទអញ្ចឹងបន្តមកទៀតគឺយើងធ្វើការ next បាទបន្តមកទៀតយើងធ្វើការ next ត្រង់ចំណុចនេះគឺវាទាមទារឲ្យយើងដាក់ណា government ID បាទ government ID អញ្ចឹង government ID នេះវាមានdriver license វាមាន passport វាមាន national ID បាទអញ្ចឹង driver license នេះគឺបានបើកបរ passport គឺ passport បាទ national ID នេះបានន័យថាអត្តសញ្ញាណប័ណ្ណយើងតែម្ដងបាទឥឡូវខ្ញុំរើសយកអត្តសញ្ញាណប័ណ្ណមួយnational ID បាទអញ្ចឹងតើខ្ញុំមើលសិន
ចឹង national ID របស់គាត់គឺដល់010 កូដ 55 7 កូដ 37 បាទ national ID បាទ country issue date បាទ country issue date ហ្នឹងនៅណានៅកម្ពុជាឬនៅណាបាទយើងដាក់មក Cambodia អីចឹងមកអញ្ចឹងលេខការរបស់គាត់គឺ010 កូដ 55 7 កូដ 37 បាទនេះគឺជាតម្រងឬក៏ជា form របស់ភេយនីយកាតបាទបន្តមកទៀតគឺយើងagree បាទអញ្ចឹងកន្លែងនេះវាមានពាក្យដាក់ពាក្យថា order បាទ order នេះបានន័យថាយើងធ្វើការស្នើសុំឬក៏ដើម្បីចុះឈ្មោះយកនៅការរបស់ភេយនីយដើម្បីប្រើ pre បាទអូខេចឹងរដ្ឋាឈុនបាទឈ្មោះរបស់គាត់គឺឈុនរដ្ឋាដល់ចេញមកលទ្ធផលគឺរដ្ឋាឈុនបាទបន្តមកទៀតគឺខ្ញុំគ្រីសមួយដើម្បីមើលផ្ទៀងផ្ទាត់តើអ្វីដែលយើងបានសរសេរមិញហ្នឹងត្រូវដែរឬទេបាទអូខេអញ្ចឹងអត់មានខុសទេអញ្ចឹងបានន័យថាត្រូវហើយបាទបន្តមកទៀតគឺយើងចុចលើពាក្យថា agree I agree electronic and cookie policy អូខេអញ្ចឹងយើងធ្វើការ agree ទាំងអស់មកអញ្ចឹងបានវាឲ្យយើង order បានបន្តមកយើង order មកអញ្ចឹងវាដាក់ថា congratulations បាទ congratulations your Payoneer account application have been received is being reviewed បាទ3 step to application progress application is complete បាទអញ្ចឹងបំពេញ form គឺយើងបំពេញបានសម្រេចហើយមួយទៀតគឺចំណុចទី2បាទ step ទី2គឺវាកំពុងតែ reviewទៅដល់ណាបាត់ my account អញ្ចឹងចំណុចទី2មិញហ្នឹងគឺវាកំពុងតែ review របស់យើងបាទបន្តមកទៀតគឺយើងអាចចូលទៅ check mail របស់យើងបានណាបាទអញ្ចឹងយើងអាចសាកល្បង log in ចូលតែម្ដងមើលវាឲ្យដែរឬទេបាទតមកទៀតធ្វើការ log inចឹងនេះគឺវាឲ្យឆ្លើយនៅសំណួរមិញដែលយើងបានជ្រើសរើសមិញហ្នឹង In order to continue your Payoneer please update following information what is the first name of your ideal brother បាទចឹងយើងយកមួយណាក៏បានដែរមើលសំណួរអស់មកបាទតែត្រង់ចំណុចនេះខ្ញុំយកថា what is the first name of your elder child មានអត់មានទេអញ្ចឹងយើងដាក់អីក៏បានដែរឥឡូវយកសំណួរដែលមានក៏បានឡានមើលដែរអីគេVigo អីទៅបាទបន្តមកទៀតសំណួរមួយទៀតយើងអាចឆ្លើយថា elementary school នៅណាប៉ោយប៉ែតអីចឹងទៅងាយបាទ
បន្តមកទៀតគឺយើងធ្វើការ submit ម្ដងទៀតបាទអញ្ចឹងពេលដែលយើងធ្វើការ submit ហើយណាគឺយើងអាចប្រើប្រាស់ account យើងបានប៉ុន្តែមួយទៀតគឺយើងធ្វើការរងចាំបាទរងចាំវាផ្ញើពីស្រុកគេមកបាទអញ្ចឹងវាផ្ញើមកអញ្ចឹងយ៉ាងតិចក៏ត្រឹម1ខែទៅ2ខែដែរបានភេយនីយកាតរបស់យើងគេហៅថា Master Card ឬក៏ភេយនីយកាតនឹងបានមកដល់ស្រុកខ្មែរយើងបាទអញ្ចឹងអាចទៅទំនាក់ទំនងនៅការិយាល័យប្រេសនីដែលនៅជិតលោកអ្នកបាទអញ្ចឹងការ sign up page Genie account គេមានត្រឹមតែប៉ុណ្ណឹងមួយទៀតគេដាក់ថា to review application ណា check here ណាវាឲ្យយើងត្រួតពិនិត្យនៅ account របស់យើងហ្នឹង application ហ្នឹង check here បាទ check មើលអញ្ចឹង step 1គឺបានបញ្ចប់ទៅហើយអញ្ចឹងយើងដល់ step ទី2បាទ step ទី2 you are here បាទអ្នកនៅទីនេះគឺមកដល់ step ទី2ហើយ step ទី2គឺ approval ណា step ទី2 your application is currently being reviewed will be received an update next several business day អញ្ចឹងបានន័យថា account របស់យើងហ្នឹងគឺវាមិនទាន់បាន approve ទេអញ្ចឹងបានន័យថាធ្វើការរងចាំបន្តមកទៀតគឺយើងដល់ចំណុចនេះមួយទៀតគេឲ្យឈ្មោះថាជាលក្ខណៈ delivery ណាវានឹងចែកចាយកាតនឹងមកតែម្ដងដល់ដំណាក់កាលនេះគឺដំណាក់កាលចុងក្រោយគេឲ្យឈ្មោះថាការ activate Master Card បាទគឺយើងយកលេខកាតរបស់យើងគឺវាចូលទៅក្នុងpage Genie Card អញ្ចឹងដើម្បី activate card ដើម្បីប្រើប្រាស់បាទអាហ្នឹងចាំនៅវីដេអូបន្តទៀតខ្ញុំនឹងបង្ហាញជាងខ្ញុំសាក log in ចូល account មួយសិនខ្លាចលោកមាន message របស់ក្រុមហ៊ុនវាផ្ញើមកបាទខ្ញុំសាញអាវរបស់ខ្ញុំចោលសិនបន្តមកធ្វើការ log in email មួយទៀតដែលមានឈ្មោះថាអូខេបន្ទាប់មកខ្ញុំយក password របស់គាត់ដើម្បីចូលពិនិត្យមើលបាទតមកទៀតយើងធ្វើការ sign in copy paste ចប់ប្រយ email របស់គាត់ប្រកាសកើតបាទខ្ញុំសិតធ្វើការ copy password របស់គាត់សារជាថ្មីដើម្បីចូលរត់kaliso@gmail.com គឺត្រឹមត្រូវហើយហើយបាន password របស់គាត់ផ្ញើមកវាមិនចូលអូខេជាងយើងអាចចូលទៅ check មើល email បានណាបន្ទាប់ពីធ្វើការអាម៉ាញ់មិញនេះហើយបាទចំពោះការ verify គឺចាំក្រោយលោកអ្នកអាចរងចាំការរបស់លោកអ្នកមកដល់គឺយើងអាចធ្វើការ verify បានបាទហើយចង់ដឹងពីរបៀបភ្ជាប់ទៅនឹង
PayPal ឬក៏ដើម្បី activate account យ៉ាងណានោះគឺអាចទំនាក់ទំនងខ្ញុំបានអូខេអញ្ចឹងសូមប៉ុណ្្នឹងចុះអរគុណច្រើនសម្រាប់ការតាមដានការចុះឈ្មោះ free របស់ Page Unicard បានអូខេបាយបាយអរគុណជម្រាបលា